សួស្តីបងប្អូនអ្នកទី12ទាំងអស់គ្នាដែលត្រៀមប្រឡងបាក់ឌុបនៅពេលខាងមុខនេះអញ្ចឹងថ្ងៃនេះយើងកែលំហាត់សមីការ differential បាក់ឌុបឆ្នាំ2025ណាបាទថ្នាក់វិទ្យាសាស្ត្រអូខេអញ្ចឹងយើងមើល10បន្ទុកណាបាទគេឲ្យដោះស្រាយសមីការ differential គឺសមីការ y សេកុងស្មើ 3y ដក 2y' បាទអញ្ចឹងគឺយើងដោះស្រាយនឹងមកហើយទី2គេឲ្យរកចម្លើយពិសេសមួយនៃសមីការដែលផ្ទៀងផ្ទាត់លក្ខខណ្ឌនឹងពេលនេះហើយគេឲ្យលក្ខខណ្ឌយើងជាចំនួនប៉ិតដែលលិនស្មើមួយគេប្រាប់ណាបាទអាហ្នឹងក៏ប៉ិតបើសិនជាអត់ប្រាប់ក៏យើងត្រូវតែដឹងណាបាទអញ្ចឹងយើងធ្វើទី1ទៅ A ដោះស្រាយសមីការណាបាទអូខេអញ្ចឹងសមីការយើងគឺអីគេ y សេកុងស្មើ 3y ដក 2y' អញ្ចឹងយើងរំលឹកតិចទៅនេះរៀងរបស់យើងគឺអីគេ a y សេកុងបូក b y' បូក c y ស្មើ0អញ្ចឹងយើងទៅធ្វើអង្គទី2វាស្មើ0សិនអញ្ចឹងយើងរុញទៅយើងបានអីយើងបានទុកដដែល y សេកុងបូក 2y' ដក 3y ស្មើ0អញ្ចឹងដើម្បីដោះស្រាយសមីការ differential លំដាប់ទី2 homogene នេះគឺយើងត្រូវរកសមីការសម្គាល់អញ្ចឹងសមីការសម្គាល់យើងគឺងាយទេគឺយើងយកអាហ្នឹងមកទាំងអស់ហើយសមីការដែលគេឲ្យមកទាំងអស់ហ្នឹងគ្រាន់តែបដូរវាទៅជា lambda ឬក៏ gamma យ៉ាងទៅអញ្ចឹងគូដាក់ចេះទៅគឺ lambda ការ៉េដក 2 lambda ដកបូកនោះដក3ស្មើ0អញ្ចឹងមានអីគេមេគុណ a យើងស្មើ1នេះគឺមេគុណ a មេគុណ b មេគុណ c បាទអញ្ចឹងបានគេ a ស្មើបាន b ស្មើ2 c ស្មើដក3អញ្ចឹងដោយគេយើងបញ្ជាក់មក a បូក b បូក c ស្មើ0ហ្នឹងគេហៅថាករណីពិសេសអញ្ចឹងសិនជាករណីពិសេសយើងគឺ lambda មួយយើងគឺគេអញ្ចឹងនាំឲ្យគេនាំឲ្យ lambda 1ស្មើ1 lambda 2ស្មើ c លើ a c យើងគឺប៉ុន្មានដក3លើ1ស្មើនឹងដក3បាទអញ្ចឹងបើវាមានចម្លើយ2ផ្សេងគ្នាជាចំនួនប៉ិតនេះករណីដែលសិនជា delta ធំជាង0អញ្ចឹងចម្លើយយើងមិនចម្លើយយើងគឺ y ស្មើ a សេគុណ lambda 1x បូក b សេគុណ lambda 2x ចឹងទៅដែល a b យើងជារបស់ a ជាចំនួនប៉ិតណាបាទអញ្ចឹងគេបានចម្លើយទូទៅនៃសមីការគឺអីគេ y ស្មើ a សេគុណ lambda 1x បូក b សេគុណ lambda 2x អញ្ចឹងស្មើអីគេចឹង a សេគុណ x បូក b សេគុណដក 3x ដែល a b យើងជារបស់ a បាទនេះជាចម្លើយរបស់យើងអញ្ចឹងយើងមើល b រកចម្លើយពិសេសមួយនៃសមីការគឺចម្លើយពិសេសមួយនេះគឺចម្លើយជាក់លាក់ណាមួយដែលវាផ្ទៀងផ្ទាត់លក្ខខណ្ឌទាំងពីរនេះអញ្ចឹង b រកចម្លើយពិសេសមួយនៃសមីការដែលផ្ទៀងផ្ទាត់លក្ខខណ្ឌទាំងពីរហ្នឹងគឺ y នៃ0ស្មើ1 y ព្រីមនៃ1ស្មើអញ្ចឹងកន្លែងនេះយើងបបែកទីលក្ខខណ្ឌមានន័យថាម៉េចនេះ x ស្មើ0 y ស្មើ1អានេះអីគេ x ស្មើ1 y ព្រីមយើងស្មើអញ្ចឹងយើងមើលលក្ខខណ្ឌយើងវាតកតងទៅនឹង y ព្រីមសួរថា y យើងយកមកពីណាគឺចម្លើយយើងរកមុនមិញហ្នឹងឯងអញ្ចឹងគេមានអីគេមិញ y ស្មើ a សេគុណ x បូក b សេគុណដក 3x អញ្ចឹងដោយសារវាតកតង derivative យកទៅម្ដងទៅអញ្ចឹងបានគេ y ព្រីមយើងស្មើ a សេគុណ x
បូក b សេគុណដក 3x ព្រីមអញ្ចឹងបានគេ derivative a សេគុណ x នៅតែ a សេគុណ x ដដែលទៅពេលនេះបានអីគេដក 3x នឹងព្រីមតបមកគុណនេះដដែលបាទអញ្ចឹងបាននេះគេដក3ถึง derivative ដក 3x ព្រីមវាបានដក3 b សេគុណដក 3x នេះគឺជា y ព្រីមអញ្ចឹងដោយមកលក្ខខណ្ឌយើង2មិញ y 0 ស្មើ1 y ព្រីមនេះ1ស្មើអញ្ចឹងគេបាននេះគេមកជំនួសចូលអញ្ចឹងជំនួសកន្លែងនេះជំនួសមិនទៅជំនួស x ស្មើ0ទៅក្នុង y របស់យើងហ្នឹងហើយឲ្យវាស្មើ1កន្លែងនេះជំនួស x ស្មើ1នៅក្នុងកន្លែងនេះទៅក្នុង y ព្រីមហ្នឹងទៅឲ្យវាស្មើអញ្ចឹងបានអីមកអញ្ចឹងទី1គឺ a សេគុណ0បូក b សេគុណដក3គុណនឹង0គឺ0ណាស្មើ1ពេលក្រោយនេះជំនួស x ស្មើ1អញ្ចឹងបាននេះគេ a សេគុណ1គឺណាបាទដក3 b សេគុណដក3ស្មើអូខេអញ្ចឹងវាបាននេះគេទៀតវាសាក់មូលនឹងគេទៀតនេះអានោះសេគុណ0គឺ1នេះគឺបាន a បូក b ស្មើ1អានេះ a ដក3 b សេគុណដក3ស្មើបាទគឺយើងដោះស្រាយសមីការនេះមកយើងចង់ដាក់1ទៅអានេះដាក់2ទៅយើងចង់គុណនឹងអីបំបត្តិអីយើងចង់ធ្វើតាមវិធីបូកបំបត្តិក៏បានដកបំបត្តិក៏បានអញ្ចឹងយើងមើលកន្លែងនេះអានេះមានណាអានេះអត់ទេចុះបើយើងចង់បានយើងធ្វើមិនយើងគុណនឹងនេះក៏គុណនឹងអានេះក៏គុណនឹងពេលយើងដកទៅបាននេះគេ a ដក a អស់អញ្ចឹងវាសល់តែម្ដុំនេះតទៅនឹង b ដកអស់អញ្ចឹងវា0ហើយអញ្ចឹងយើងអាចរក b ឃើញណាបាទអញ្ចឹងយើងគុណនឹងអីគុណនឹងអញ្ចឹងយើងបាននេះគេអញ្ចឹងបាន a បូក b ស្មើa ដក 3b ស្អីគុណដក3ស្មើអញ្ចឹងដកទៅយើងបានអីដូចយើងនិយាយមិញអញ្ចឹង a ដក a អស់អញ្ចឹងបាននេះគេកន្លែងនេះយើងដាក់តារាលមកបើយើងអត់តន់ច្បាស់ណាបាទ b ដកគុណដកបានអីនេះ b ដកគុណដកបានបូក 3b សេគុណដក3ដកមិញសល់អីមិញអស់ហើយសល់0បាទអញ្ចឹងខាងមុខនេះយើងរកនេះរក b យើងធ្វើមិនកន្លែងនេះយើងកំភាំងកំភន់ណាកន្លែងនេះសារតែវាអញ្ចឹងវាអត់មានប៉ះពាល់ទេយើងអាចចាប់ b ជាកតាបានអញ្ចឹង b បូក3សេគុណដក3ស្មើ0យើងមើលខាងក្នុងនេះយើងបូកកើតអត់កើតទេអញ្ចឹងយើងមើលកន្លែងនេះមួយចំនួនគុណនឹងម្ដុំហ្នឹងស្មើ0ម្ដុំជាលេខណាកន្លែងនេះគឺជាចំនួនប៉ិតលិនស្មើ1បាទអញ្ចឹងម្ដុំនេះគឺជាលេខអញ្ចឹងយើងមើលសិន b នេះជាលេខប្រមាណដែលគុណនឹងលេខទៅវាចេញ0កាត់ណា b យើងគឺ0អញ្ចឹងយើងទាញរក a ទៅ a យើងឃើញមែន b 0 a ឃើញមែន a បូក0ស្មើ1អញ្ចឹង a យើងស្មើ1អញ្ចឹងគេបានគេចម្លើយពិសេសយើងគេបាន y ស្មើអីគេ a សេគុណ x អញ្ចឹងសេគុណ x កន្លែងនេះយើងជំនួសចូលអញ្ចឹងអានេះអីគេ a យើងគឺ1ណា1ពេលនេះ0ហើយអញ្ចឹង0គុណនឹងម្ដុំនេះអស់ហើយអញ្ចឹងសល់តែសេគុណ x បាទអញ្ចឹងដូចនេះ y ស្មើសេគុណ x ជាចម្លើយអីគេពិសេសនៃបាទ
ចឹងវីដេអូយើងមានតែប៉ុណ្្នឹងឯងអាហ្នឹងបើសិនជាបងប្អូនមានចម្ងល់អីតើទៅនឹងលំហាត់ប្លុកដល់បងប្អូនអាច comment ខាងក្រោមនេះអូនេះបានយើងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ